Bà số đây bây giờ mà từng ở kia cũng nói hạt song kriam đã chia cam thi đã nhung bàn bằng card làng ní cứ vơ trở lọc một chụp nhẹ từng ở kia bên hai bạn chẳng trong pu thằng ngày ní cứ dương miền prop cho bạc ca mùi tiệt hái tệ tồn tận nâng spin top bạn chẳng bà tam ca lực làng rồi bỏ Khmer lốt ដែលគាត់បានសរសេរនៅក្នុងខែធ្នូថ្ងៃទី15នៅម៉ោង12:50ថ្ងៃត្រង់នោះគឺស្ពានទ័ពឬស្ពានអូជីកនឹងត្រូវបានបំផ្លាញជាស្ថាពរដោយសារយន្តហោះ F16 របស់ថៃទម្លាក់គ្រាប់បែកកំទេចចោលនៅព្រឹកថ្ងៃទី15ខែធ្នូឆ្នាំ2025នេះស្ពានទ័ពឬស្ពានអូជីកជាស្ពានបុរាណវែងជាងគេនិងធំជាងគេបង្អស់នៅស្រុកខ្មែរដែលបានបន្សល់ទុកតាំងពីសម័យចក្រភពអង្គរកសាងឡើងដោយនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ក្នុងចន្លោះសតវត្សទី12និងទី13នៃគ្រិស្តសករាជស្ពានទ័ពឬស្ពានអូជីកនេះមានទីតាំងស្ថិតនៅក្នុងស្រុកចុងកាល់ខេត្តឧត្តរមានជ័យដែលមានទីតាំងជាប់នឹងព្រំប្រទល់នៃខេត្តសៀមរាបមានបណ្ដោយប្រវែងប្រមាណ149ម៉ែត្រទទឹងប្រមាណ15ម៉ែត្រកន្លះកម្ពស់ប្រហែល10ម៉ែត្រពីផ្ទៃដីនិងរន្ធបង្ហូរទឹកចំនួន35ខ្មែរលូតនេះក៏បានដកស្រង់ចេញពីប្រភពព័ត៌មានមួយដែលឈ្មោះថាហងតូចហើយអ្នកដែលបានចុច react នោះគឺចំនួន2900នាក់ 2.9k ហ្នឹង comment 103ហើយអ្នក share ដល់តា1k.4 1400នាក់ជាងបាទហើយនេះគឺជារូបភាពស្ពានដែលបានកំទេចដោយយន្តហោះ F19 ខ្ញុំមានតែរូបភាពនឹងដែរដោយសារយកពីខ្មែរលូតមកហើយឃើញថាអត់សូវច្បាស់ទេបាទអញ្ចឹងក្រៅពីយើងមើលរូបភាពនៃស្ពានខូចខាតហ្នឹងយើងក៏គួរដឹងអំពីស្ពានទ័ពឬក៏ស្ពានអូជីករបស់យើងហ្នឹងបាទដែលខ្ញុំតែងតែឮបណ្ឌិតសុកទូចឬគាត់និយាយថាស្ពានសម័យអង្គរទ្រគ្រប់សម័យកាលបាទអញ្ចឹងគួរឲ្យសោកស្ដាយអ្នកទាំងអស់គ្នាវាគឺជាបេតិកភណ្ឌជាតិមួយដ៏ល្អគឺជាអរិយធម៌មួយដ៏អស្ចារ្យរបស់កម្ពុជាយើងត្រូវបានពួកថ្មិលដែលជាទាហានសៀមហ្នឹងវាកំទេចបាត់ទៅហើយបាទអញ្ចឹងព័ត៌មាននេះគឺយោងទៅតាមខ្មែរលូតហើយនឹងប្រភពផ្សេងដែលបានឃើញនៅក្នុងគេហទំព័រ Facebook ហើយខ្ញុំនឹងរាយរាប់អំពីប្រវត្តិនៃស្ពានទ័ពនេះឲ្យអ្នកទាំងអស់គ្នាឲ្យបានស្ដាប់ថាស្ពានទ័ពហ្នឹងកសាងនៅឆ្នាំណាហើយវាតបជាប់ពីខេត្តណាទៅខេត្តណាវាមានសារៈប្រយោជន៍យ៉ាងណាខ្លះនោះអញ្ចឹងអ្នកទាំងអស់គ្នាចាំតាមដានស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងស្ពានទ័ពឬក៏ស្ពានអូជីកមានទីតាំងស្ថិតនៅភូមិជើងទៀនឃុំជើងទៀនស្រុកចុងកាល់ខេត្តឧត្តរមានជ័យដែលមានទីតាំងជាប់ព្រំប្រទល់នៃខេត្តសៀមរាបស្ពាននេះជាស្ពានចាស់បុរាណមួយដែលធ្វើពីថ្មបាយក្រៀមស្ទើរតែទាំងអស់លើកលែងតែបង្កាន់ដៃនាគនិងជើងទម្រដែលធ្វើពីថ្មភក់សប្តាហ៍ថ្ងៃនេះបង្កាន់ដៃនាគនិងជើងទម្រនៅសល់ផ្នែកខ្លះតែប៉ុណ្ណោះចំណែកឯសសរនិងជើងស្ពានខ្លះទទួលការសឹករិចរិលខ្លាំងបាទនេះគឺជាការរាយរាប់មុនពេលដែលទាហានសៀមបាទទម្លាក់គ្រាប់បែកមកលើដែលយើងនិយាយមុនហ្នឹងណានេះគឺជាប្រវត្តិអំពីស្ពាននេះតើវាយ៉ាងណាយើងស្ដាប់ទាំងអស់គ្នាបន្តស្ពានទ័ពឬស្ពានអូជីកមានប្រវែងបណ្ដោយប្រមាណ149ម៉ែត្រនិងទទឹងជាង15.50ម៉ែត្រ
កម្ពស់ប្រហែល10ម៉ែត្រពីផ្ទៃដីនឹងរុនបង្ហូរទឹកចំនួន35ដែលបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី7ក្នុងចន្លោះសតវត្សទី12ទី13នៃគ្រិស្តសករាជស្ពាននេះត្រូវចាត់ទុកថាមានប្រវែងវែងជាងគេបង្អស់នៅក្នុងចំណោមស្ពានបុរាណនានាជាង100ដែលគេបានស្រាវជ្រាវរកឃើញនៅក្នុងប្រទេសកម្ពុជាកាលពីជំនាន់ដែលរាជធានីអង្គរជាមជ្ឈមណ្ឌលនៃចក្រភពអង្គរដ៏ធំមួយនេះទីតាំងសំខាន់ជិតឬឆ្ងាយតែងតែភ្ជាប់ខ្លួនមកមណ្ឌលនេះតាមបណ្ដាញគមនាគមន៍ស្អេកស្អាស់ក្នុងនោះមានផ្លូវថ្នល់តូចធំស្ពានឡាក់ឧទាហរណ៍ផ្លូវចេញពីអង្គរទៅសម្បូរព្រៃគុកអេសានបរៈដែលដោយកាត់តាមរលួសហារ៉ាឡៃនិងកំពង់ក្ដីដូចជាស្ពានកំពង់ក្ដីជាដើមឧទាហរណ៍មួយទៀតគឺផ្លូវដែលចេញពីអង្គរទៅវាលទំនាបមេណាមជាពិសេសកាត់តាមចំណុចប្រាសាទស្ដុកកក់ធំខេត្តស្រះកែវប្រទេសថៃសប្តាហ៍ថ្ងៃស្ពានទ័ពឬស្ពានអូជីកនេះឆ្លងកាត់មកពីខាងលើភូមិរមៀតស្រុកចង្កាល់ខេត្តឧត្តរមានជ័យរហូតមកដល់ស្ទឹងក្រឡាញ់ខេត្តសៀមរាបស្ពាននេះមិនមែនជាស្ពានកាត់តាមផ្លូវបុរាណតែមួយនៅតំបន់នោះទេបាទប្រសិនបើយើងធ្វើដំណើរតាមដំរាយនៃផ្លូវបុរាណចេញពីអង្គរកាត់ឃុំអង្គរភៀសស្រុកពួកបន្តមកភូមិភាគខ្ជាយខាងជើងកាត់ខាងជើងភូមិគោកជ្រៃឃុំសសរស្ដំខេត្តសៀមរាបយើងនឹងឃើញមានផ្លូវបែកជាពីរផ្លូវបុរាណខ្សែទី1បែកទៅឃុំចន្លោះដៃអន្លង់ស្វាយស្រុកកលាញ់តភ្ជាប់ទៅនឹងឃុំស្ពានស្រែងមានស្ពានថ្មបុរាណមួយវែងកាត់ស្ទឹងស្រែងឃុំស្រះជីកភ្ជាប់ទៅឃុំប៉ោយចាបាទប៉ោយចាណាបាទមានស្ពានថ្មបុរាណមួយវែងនៅជិតទំនប់អាងទឹកត្រពាំងថ្មនៃស្រុកភ្នំស្រុកបន្តទៅស្រុកថ្មពួកស្រុកស្វាយជែកនិងបន្តរហូតដល់ប្រាសាទបន្ទាយឆ្មាខេត្តបន្ទាយមានជ័យហើយចុងក្រោយភ្ជាប់ទៅប្រាសាទភិម័យបច្ចុប្បន្នប្រទេសថៃឬអាចទៅសុខោទ័យចំណែកឯផ្លូវបុរាណខ្សែទី2ដែលគេអះអាងសំដៅទៅលើភ្នំដងរែកតទៅប្រាសាទភ្នំរូងខេត្តបុរីរាមប្រទេសថៃនោះឯងបាទបច្ចុប្បន្នណានៅប្រទេសថៃឬតភ្ជាប់បន្តទៅប្រាសាទភិម័យឬបន្តទៅសុខោទ័យបាទនៅប្រទេសថៃដូចគ្នាបច្ចុប្បន្នផ្លូវនេះកាត់តាមភូមិខ្នារលីងឃុំសែនសុកឆ្ពោះទៅកាន់ខាងកើតស្រុកស្រីស្នំកាត់តាមឃុំស្ពានស្រែងឬចំការជែកហើយសំដៅទៅខាងកើតឈៀងខាងជើងភូមិត្រុំដែលមានអាងបុរាណមួយនៅក្បែរអូជីកអ្នកភូមិហៅស្ទឹងអូជីកស្រុកស្រីស្នំខេត្តសៀមរាបឈៀងនឹងភូមិជើងទៀនស្រុកចង្កាល់ខេត្តឧត្តរមានជ័យបច្ចុប្បន្នទីតាំងស្ពានទ័ពឬស្ពានអូជីកនេះគ្របដណ្ដប់ទៅដោយតំបន់ព្រៃឫស្សីនិងមានព្រៃឈើធំតូចដុះក្បែរមាត់ផ្លូវដែលមានម្លប់ត្រឈឹងត្រឆៃធ្វើឲ្យស្ពានមានភាពស្ងប់ស្ងាត់នៅពេលរដូវប្រាំងស្លឹកឈើជ្រុះរោយធ្លាក់ទៅលើដងផ្លូវហើយមានស្លឹកឈើលាស់ថ្មីបាននេះគឺជាអត្ថបទផ្សេងទៀតដែលសរសេរដើម្បីឲ្យប្រិយមិត្តអ្នកអាននឹងស្រមៃមើលទស្សនភាពនៃស្ពាននោះទេបាទអញ្ចឹងយើងមើលទៅបាទធ្វើតាំងពីសម័យណាសម័យណីមកហើយមកខូចត្រឹមតាហ៊ានសៀមពួកអាចង្រៃនេះបាទវាបំផ្លាញអស់រលីងបាទអញ្ចឹងរូបភាពនេះគឺដូចជាមើលមិនច្បាស់ទេហើយសង្ឃឹមថាបើសិនជាបងប្អូនមានរូបភាពណាច្បាស់ជួយ comment ដាក់រូបភាពស្ពានដែលទាហានសៀមនឹងបានកុំតិចផងបាទអញ្ចឹងកម្មវិធីកំណត់ហេតុសង្គ្រាមឆ្នាំ2025នេះ
យើងសន្មតថាស្លេះត្រឹមហ្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាទសូមអរគុណ